ជូនលោកអ្នកដោយស្រាបៀរ Gensburg ផលិតដោយជនជាតិអាល្លឺម៉ង់គុណភាពអាល្លឺម៉ង់ដែលប្រជាជនទូទាំងពិភពលោកនិយមចូលចិត្តពិនិត្យរកស្ត្រីសូមអញ្ជើញទៅវិកតូរីលេខទំនាក់ទំនងក្រែងរកស្ត្រី023 95 11 ឥឡូវនេះអតិថិជនដែលរស់នៅផ្សារក្រុងសួងនិងក្រុងប៉ោយប៉ែតអាចទស្សនាទូរទស្សន៍ Digital One TV ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ023 999 897យើងនឹងទុកឲ្យនាងស្លាប់នៅទីនេះដោយខ្លួនឯងទ្រព្យសម្បត្តិរបស់លោកកែសំរដ្ឋាជារបស់យើងគ្មានស្រីណាផ្លើរំលែកសេចក្តីសុខឲ្យស្រីដទៃនោះទេលែងខ្ញុំដែរលែងខ្ញុំដែរមេតាកុំធ្វើបាបខ្ញុំប្រកល់កូនឲ្យខ្ញុំវិញមកខ្ញុំសូមអង្វរប្រកល់កូនឲ្យខ្ញុំវិញមកនាងចង់បានអ្វីនាងយកទៅចោលមេតាកុំសម្លាប់កូនខ្ញុំដល់លែងខ្ញុំទៅជប់នាងប្រាប់ឲ្យឈប់ឈប់ចង់រត់ទៅណាប្រាប់ឲ្យឈប់ចង់រត់ហ៎ស្រ័យទេមនីជួយខ្ញុំផងមានរឿងអីមានគេចង់សម្លាប់ខ្ញុំហើយឯណាមិនក៏ខ្ញុំឃើញមនីរវើរវាយទៅដឹងហ៎តោះចូលឡានទៅអត់នេះនៅនាងបានជួបហេតុការណ៍បែបនេះប្រហែលដងហើយខ្ញុំជួបតែរហូតណាស់តាំងពីខ្ញុំមកនៅផ្ទះនេះកុំតែបានបងយ៉ាសិនប្រហែលជាខ្ញុំត្រូវស្លាប់បាត់ទៅហើយខ្ញុំចង់ជម្រាបលោកថាខ្ញុំចង់ឈប់ធ្វើការនៅទីនេះហើយព្រោះខ្ញុំគិតថាទីនេះហាក់បីដូចជាគ្មានសុវត្ថិភាពសោះគឺមានអាកំបាំងច្រើនណាស់ប្រហែលជាមានរឿងអតីតកាលសំញ៉ាំរញ៉េរញ៉ៃអ្វីហើយមើលតែគ្មានអ្នកណាម្នាក់ដឹងលោកអាចជួយអធិប្បាយឲ្យខ្ញុំស្ដាប់ផងបានទេនាងមិនបាច់ចង់ដឹងអ្វីទេគ្រាន់តែដឹងតែម្យ៉ាងថាខ្ញុំមិនបណ្ដោយឲ្យនាងស្លាប់ឡើយព្រោះនៅទីនេះមានយ៉ាសិនម្នាក់ដែលការពារនាងគ្រាន់តែដឹងថាខ្ញុំជាម្ចាស់ភូមិគ្រឹះនេះម្ចាស់ភូមិគ្រឹះនេះម្ចាស់ភូមិគ្រឹះនោះគឺជាកូនកែវឆាំពងងាលោកប៉ាជាអ្នកដាក់ឈ្មោះឲ្យកូនចុះហ
អ្វីបានជាមកដាក់ឈ្មោះថាជាមនីទៅវិញ ដើម្បីកុំឲ្យផ្ទះគេនោះគេព្យាបាទកូនជាពិសេសបើសិនជាគេដឹងគេប្រកាសជាតាមសម្រាប់យើងទាំងពីរនាក់ហើយ ហេតុអ្វីបានជាម៉ាក់មិនទៅប្តឹងសមត្ថកិច្ចឲ្យគេជួយរកហេតុផលឲ្យយើងម៉ាក់ក៏ដឹងដែរថាច្បាប់អាចជួយដោះស្រាយដល់ពួកយើងបាន ច្បាប់អាចជួយមែនតែទឹកប្រាក់និងអំណាចខ្លាំងខ្លាន់ណាស់ក្រដូចជាយើងនេះស៊ូក្តីនឹងគេមិនបានទេកូនត្រូវតែតស៊ូតទៅទៀតអ្វីគ្រប់យ៉ាងកំពុងតែប្រសើរសម្រាប់កូនហើយជាពិសេសគឺដាវុធការពិតដាវុធគឺជាក្មេងម្នាក់ដែលទទួលនៅរឿងរ៉ាវគ្រប់បែបយ៉ាងដើម្បីយកមកដោះស្រាយតើហេតុអ្វីបានជាសម័យខ្លាយទៅជាវិកលចរិតបែបនេះ ខ្ញុំមិនដឹងច្បាស់លាស់នោះទេតែខ្ញុំគ្រាន់តែដឹងថាអ្នកស្រីសម័យគ្រោះថ្នាក់ចរាចរណ៍បាត់បង់ការចងចាំរហូតដល់ថ្ងៃនេះ ដាវុធគេស្រឡាញ់កូនមែនទេ លោកដាវុធគាត់មានប្រពន្ធរួចទៅហើយគាត់សុំខ្ញុំរៀបការមិនបានជាដាច់ខាតបើការលេងលះមិនតាន់មានលិខិតព្រមព្រៀងគ្នានៅឡើយ ធ្វើឲ្យបងជាអ្នករងចាំតាបងត្រូវរងចាំដល់ពេលណាទៀតបើវានោះចង់លេងអូនឯងទៅហើយកុំខឹងពេកយើងនឹងរួមរស់ជាមួយគ្នាដោយមានសេចក្តីសុខ កុំតក់ក៏ហល់ពេកសន្សំកុំបំបើលក្រែងមិនដល់ដោយប្រាថ្នាការលេងលះជារឿងងាយទេប៉ុន្តែការចាយទ្រព្យសម្បត្តិវាជារឿងពិបាកបំផុត